សម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទ iPhone យើងតែងតែជួបប្រទះនៅបញ្ហាមួយចំនួនដូចជាកំឡុងពេលដែលបងប្អូនកំពុងតែប្រើប្រាស់ទូរស័ព្ទឆាប់ក្តៅការថតរូបឬការថតវីដេអូពន្លឺធ្លាក់ចុះងងឹតហើយកំឡុងពេលដែលបងប្អូនកំពុងប្រើប្រាស់កម្មវិធីផ្សេងៗពន្លឺធ្លាក់ចុះដូចគ្នាដែរនេះបណ្ដាលមកពីបញ្ហាមួយចំនួនដែលយើងមិនបានដឹងឥឡូវដើម្បីដោះស្រាយទៅលើបញ្ហាទាំងអស់នេះសូមដល់បងប្អូនចូលទៅកំណត់នៅក្នុង setting ទាំងអស់គ្នាសូមបងប្អូនចូលមកកាន់ setting បន្តមកទៀតបងប្អូនជ្រើសរកពាក្យ accessibility បន្ទាប់ពីបងប្អូនចូល accessibility ហើយបងប្អូនអូសមកក្រោមរកពាក្យ display and text size អូខេនៅក្នុង display and text size បងប្អូន scroll យកមកក្រោមអូខេនេះជាចំណុចមួយដែល auto brightness ដែលបន្លឺទូរស័ព្ទរបស់យើងឡើងចុះដោយ auto បន្ទាប់មកបងប្អូនបើកទៅលើ reuse white point សម្រាប់ការប្រើប្រាស់កម្មវិធីឬការមើលទៅលើsocial media ផ្សេងៗយើងអត់មានការព្រួយបារម្ភទេសម្រាប់ការធ្លាក់ពន្លឺឬក៏បញ្ហាងងឹតព្រោះដោយសារយើងបិទទៅនឹង auto brightness រួចហើយជាបន្តមកទៀតបងប្អូនចូលមកបិទទៅនឹង True Tone នៅលើផ្ទាំងទូរស័ព្ទអូខេព្រោះចំណុចនេះក៏យើងត្រូវបិទដែរបន្ទាប់ពីបងប្អូនបិទរួចហើយយើងថយទៅវិញយើងចូលទៅក្នុង setting ម្ដងទៀតបន្តមកទៀតបងប្អូនជ្រើសយកពាក្យ accessibility អូខេបន្តមកទៀតយើងចុះមកក្រោមមកយើងជ្រើសរកពាក្យ accessibility shortcut នៅក្នុងចំណុច accessibility shortcut ហ្នឹងយើងជ្រើសរកពាក្យ reuse white point អូខេនេះជាវិធីថ្មីមួយដែលយើងសម្រាប់ប្រើបើកពន្លឺនិងបន្ថយពន្លឺនៅក្នុងទូរស័ព្ទហើយយើងមិនពិបាកចូលមកក្នុង setting ម្ដងទៀតទេ